សូមជម្រាបសួរបងប្អូននិងមិត្តភ័ក្តិនៅក្នុងបណ្ដាញសង្គម Facebook ខ្ញុំបាទមាសឆាយជាម្ចាស់ Page Justice Lover in Cambodia ក្នុងថ្ងៃនេះដែរខ្ញុំបាទមានមតិរិះគន់ចំពោះបុគ្គលមួយចំនួនដែលតែងតែកាន់ជើងចំពោះយួនថាបើយួនចង់លេបទឹកដីខ្មែរគឺយួនវាធ្វើសង្គ្រាមជាមួយខ្មែរបាត់ទៅហើយបើយួនធ្វើសង្គ្រាមជាមួយខ្មែរគឺយួនជាអ្នកឈ្នះពីព្រោះថាប្រជាជនយួនគឺច្រើនជាងខ្មែរចំពោះបញ្ហានេះខ្ញុំសូមជម្រាបប្រាប់អស់លោកណាថាចំពោះយួនវាមិនធ្វើសង្គ្រាមដោយអាវុធកាលណាបើយួនវាធ្វើសង្គ្រាមដោយអាវុធធ្វើឲ្យពិភពលោកអង្គការសហប្រជាជាតិអន្តរជាតិនានាគេនឹងថ្កោលទោសចំពោះយួនគេនឹងដាក់សម្ពាធដាក់ទណ្ឌកម្មចំពោះយួនហើយចាត់ទុកប្រទេសយួនគឺជាចោរឈ្លានពាននៃទឹកដីរបស់ខ្មែរដូច្នេះគឺវាមិនធ្វើទេតែវាបញ្ជ្រាបនយោបាយផ្ទៃក្នុងរដ្ឋាភិបាលខ្មែរដូចជាបង្កើតបកណាយើងមើលបកប្រជាជនជាគំរូគឺវាបង្កើតបកអញ្ចឹងកាលណាបើបកដែលវាបង្កើតកាន់អំណាចអ្វីជារបស់ខ្មែរក៏ដូចជារបស់យួនអញ្ចឹងអ្វីត្បិតតែប្រទេសកម្ពុជាមានឈ្មោះថាប្រទេសមែនប៉ុន្តែអ្វីគឺសិតតែជារបស់យួនទាំងអស់កាលណាបើបករបស់យួនវាកាន់អំណាចនៅក្នុងស្រុកខ្មែរយើងមើលដូចបកប្រជាជនអញ្ចឹងដែលយួនវាលើកបន្ទប់រដ្ឋាភិបាលនៃក្រមអំណាចនៃបកប្រជាជនសួរថាជាមួយយួនវាហ៊ានដែរអត់គឺអត់ទេគឺបានតែជាមួយខ្មែរអ្នកស្លូតត្រង់ដែលគ្មានអាវុធតដៃជាមួយនឹងវាសម្លាប់ខ្មែរវាយដំខ្មែរដោយមិនប្រណីដៃដោយមិនគិតថាខ្មែរជាជាតិសាសន៍របស់ខ្លួនពីព្រោះសពថ្ងៃនេះវាធ្វើអ្វីគឺដើម្បីបំពន់មហិច្ឆតារបស់យួនតែប៉ុណ្ណោះអញ្ចឹងហើយខ្ញុំសូមជម្រាបប្រាប់អស់លោកដែលកាន់ជើងយួនអ្វីទាំងអស់គឺស្ដែងបញ្ជាក់យ៉ាងច្បាស់ថាយួនវាក្តោបក្តាប់សេដ្ឋកិច្ចវាក្តោបក្តាប់អ្វីទាំងអស់នៅក្នុងប្រទេសកម្ពុជាយើងមើលសពបីតែមច្ឆជាតិបច្ចុប្បន្នសឹងតែរកមច្ឆជាតិហូបគ្មានផងយកពីយួនមកវិញទេសពថ្ងៃនេះណាពីមុនប្រទេសកម្ពុជាសម្បូរដោយមច្ឆជាតិជាច្រើនតែទីបំផុតអ្វីក៏សឹងតែអស់សម្បត្តិធម្មជាតិព្រៃឈើក៏ដូចគ្នាក្នុងពេលនេះសឹងតែហិនហោច 100% ទៅហើយដោយសារអីដោយសារតែក្រុមហ៊ុនពួកយួនហ្នឹងដែលវាមកកាប់បំផ្លាញដោយសារអីពីព្រោះវាគិតថាមច្ឆជាតិព្រៃឈើទាំងអស់នេះជារបស់វាសូម្បីតែប្រាសាទអង្គរវត្តក៏ដូចគ្នាវានិយាយថាប្រាសាទអង្គរវត្តឬក៏ភ្នំបូកគោគឺជារបស់វាណាអញ្ចឹងចំពោះយួនវាមិនធ្វើសង្គ្រាមខាងក្រៅនាំឲ្យអន្តរជាតិគេថ្កោលទោសវាទេគឺវាយកតាមរបៀបអញ្ចឹងទីបំផុតខ្មែរមានឈ្មោះថាខ្មែរទេប៉ុន្តែអ្វីទាំងអស់គឺសិតតែជារបស់យួនហើយសប្តាហ៍ថ្ងៃអ្វីត្បិតតែយើងមិននៅក្រោមអាណានិគមរបស់យួនមែនប៉ុន្តែក៏ស្ថិតនៅក្រោមអាណានិគមដោយប្រយោជន៍របស់យួនដែរពីព្រោះយើងមានរដ្ឋាភិបាលក្រោមអំណាចយួនកាលណាបើរដ្ឋាភិបាលក្រោមអំណាចយួនហើយចុះចំណែកយើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋនេះមិននៅក្រោមអំណាចយួនដែរអញ្ចឹងអ្វីទាំងអស់បើយើងមិនចង់នៅក្រោមអំណាចយួនយើងត្រូវតែក្រោកឡើងដើម្បីតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពអ្វីទាំងអស់បងប្អូនត្រូវគិតពេលនេះតើយើងគួរក្រោកឡើងដើម្បីស៊ូនឹងការឈ្លានពានរបស់យួន
ឬក៏ចង់ឲ្យកូនចៅចំនួនក្រោយរបស់យើងពេលក្រោយនោះគ្មានសល់អ្វីដូច្នេះបញ្ហាទាំងអស់នេះបងប្អូនប្រកាសជាយល់ជាងខ្ញុំទៅទៀតអនាគតរបស់ខ្មែរគឺមានតែខ្មែរជាអ្នកកំណត់បើខ្មែរមិនកំណត់ទុកឲ្យជនបរទេសគេមកកំណត់ជាមួយទីបំផុតខ្មែរនឹងបរាជ័យខ្មែរនឹងអស់ដីនៅដូចជាប្រទេសចម្ប៉ាអញ្ចឹងយើងមើលប្រទេសចម្ប៉ាជាគំរូស្រាប់វារកល្បិចគ្រប់សពបែបយ៉ាងទាំងអស់ដើម្បីបណ្ដេញចេញដើម្បីវារឹបអូសយកដីយកប្រទេសរបស់គេយ៉ាងណាមិញចំពោះយើងក៏ដូចគ្នាកាលណាដែលវាបញ្ជូននៃប្រជាពលរដ្ឋវាកាន់តែច្រើនឡើងសួរថាខ្មែរនៅប្រមាណទៀតហើយវាសម្លាប់ដោយប្រយោលក្នុងពេលថ្មីនេះដូចបងប្អូនបានឃើញហើយគេបង្ហោះតាមសង្គមនានាអំពីបញ្ហានៃនំចំណីអាហាររបស់ក្មេងៗគឺវាសិតតែបង្កប់នៃជ័រកស៊ូទាំងអស់នេះហើយគឺវាចង់សម្លាប់ខ្មែរឲ្យដាច់ពូជដើម្បីបញ្ជូននៃប្រជាពលរដ្ឋវាចូលមកឲ្យកាន់តែច្រើនទីបំផុតខ្មែរคล้ายទៅជាជនជាតិភាគតិចទៅវិញនៅលើទឹកដីរបស់ខ្លួនដូច្នេះបញ្ហានេះគឺខ្ញុំមិនចង់ហើយបងប្អូនទាំងអស់ក៏មិនចង់ដែរដូច្នេះយើងក្រោយពេលនេះយើងអាចសង្ឃឹមតែបើយើងຕົកឲ្យជ្រុលជាងនេះទីបំផុតយើងคล้ายទៅជាជនជាតិភាគតិចរបស់យួនទៅវិញនៅលើទឹកដីខ្មែរបាទសូមអរគុណនិងសូមជម្រាបលា